តើបងប្អូនអរគ្នាម្ដងនេះយើងមកតេស្តពេលយប់ប្រហែលជាម៉ោង 7:10 ហើយយើងតេស្តជាមួយប្រភេទ Vivo X3 Ultra ជាមួយនឹង17 Pro Max យើងថតជាប្រភេទរូបភាពណាចង់ដឹងថាតើមួយណាស្អាតជាងតោះទៅមើលទាំងអស់គ្នាថាតើពីហ្នឹងយើងអាចយកមួយណាល្អជាងអញ្ចឹងដំបូងយើងដាក់សាកlens wide angle សិនមកប្រភេទនេះខាងឆ្វេងដៃរបស់ខ្ញុំនេះគឺ iPhone ហើយប្រភេទខាងស្ដាំដៃខ្ញុំនេះគឺប្រភេទ Vivo អញ្ចឹងតើយើងទៅតេស្តមើលទាំងអស់គ្នាថាតើគុណភាពវាយ៉ាងណាដែរអញ្ចឹងតោះយើងថតមួយមកអញ្ចឹងយើងសាកមកប៉ុសទៀតមកតាក់ទងពីiPhone យើងប្រើ Vivo យើងប្រើ 1.5 និង iPhone យើងប្រើ 2.1 គុណ1មកប៉ុសទៀតមកនេះហើយបន្តមកទៀតយើងយក 3.7 នេះយើងយក4មកដើម្បីវាដាច់ដូរ lens តែម្ដង iPhone រៀងយូរបន្តិចវាចាំ second ដើម្បីឲ្យវាចាប់ណាអញ្ចឹងយើងតចាំមើលសិនមួយទៀតយើងយក 7.4 ហើយ iPhone យើងយក8គុណបន្តមកទៀតiPhone យើងយក20គុណហ្មងទៅលឿន20គុណនេះយើងយក20គុណដែរហ្នឹងយើង process មួយយើង process យូរហើយព្រោះដោយសារវាយប់ហើយវាគុណច្រើនទៀតអញ្ចឹងយើងយកVivo យក50គុណ iPhone បានត្រឹម40ទេអញ្ចឹងប៉ុណ្្នឹងទៅបាក់ផាយគ្នាទៅនេះថតដូចគ្នាតែការដៃនឹងមែនតើហើយ Vivo អញ្ចឹងយើងដាក់បញ្ចប់ហ្មងទៅយើងដាក់ត្រឹម105គុណអញ្ចឹងនឹងថាតើរូបភាពវាជាយ៉ាងណាដែរយើងមើលកន្លែងភ្លឺនេះមើលហ្នឹងជាអីគេអូណែបាទអញ្ចឹងតោះទៅមើលមិនដែរលទ្ធផលដែលបងប្អូនបានឃើញហ្នឹងខ្ញុំគិតបើតាមគំនិតរបស់ខ្ញុំគឺប្រភេទ Vivo ថតយប់បានល្អជាងប៉ុន្តែ iPhone យើងមកជុំប៉ុន្តែវីដេអូខ្លាំងជាងវិញយេម្យ៉ាងម្នាក់អរគុណច្រើន